ដោយផ្សារដួងចិត្តមានតែជីវិតមួយមកប្រាថ្នាជ្រកក្រោមលំពុកម៉ែចង់មានគ្រួសារជួបជុំមើលថែមិនចង់មានឈ្មោះកំព្រីរួងបែកបែកវេទនានោះឡើយតែផ្ទុយស្រឡាំងព្រោះតែនិស័យគឺកម្មគ្រូកាចងរៃមកប្រឡ័យគ្មានក្តីករុណាឲ្យពុកម៉ែខ្ញុំសង្ស័យសង្ខារចោលកូនទាំងពីរអាត្មាមានកាយាតែគ្មានក្តីសុខពីនាងបងប្អូនដូចកូនរសាត់គ្មានទឹងគ្មានដៅប្រកបទៅនៅវត្តញ៉ាខ្លួនសាសនាជីវិតខ្ញុំអើយថ្ងៃក្រោយយ៉ាងណារស់នៅដោយភាពឈឺផ្សាលំបាំងប៉ុណ្ណាក៏ខ្ញុំស៊ូបានរឿងរ៉ាវមួយនេះជារឿងខ្ញុំពិតទោះបីខ្ញុំកូនកំព្រីមិនរញរាចុះចាញ់វាសនាអោបងអូនបងអើយកុំឡើយសោកាធ្វើម្ដេចនេះជាកម្មមាគ្មាននរណាតវ៉ាបានលំបាំងប៉ុណ្ណាក៏ខ្ញុំស៊ូបានរឿងរ៉ាវមួយនេះជារឿងខ្ញុំពិត